ត្រឹមថ្ងៃទី11ខែឧសភានេះគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចបាន95ក្តកសញ្ញា93%និងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្ននៅកំឡុងខែកញ្ញាឆ្នាំ2025ខាងមុខនេះមីជាតិស្នាដៃខ្មែររសជាតិខ្មែរឆ្លុះបញ្ចាំងពីឧត្តមភាពឥឡូវនេះធនីគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 5% ប៉ុណ្ណោះក្នុងមួយឆ្នាំធនីគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមការបញ្ជាក់ពីឯកឧត្តមលឹមស៊ីដេនីនរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជានាយកគម្រោងក្នុងឱកាសអញ្ជើញដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាននិងផ្លូវតភ្ជាប់និងដឹកនាំកិច្ចប្រជុំស្តីពីការធ្វើបទបង្ហាញនិងប្រគល់ឯកសារប្លង់ដីដែលបានដោះស្រាយផលប៉ះពាល់រួចនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះនិងផ្លូវតភ្ជាប់ក្រោមអនុទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននារសៀលថ្ងៃទី11និងព្រឹកថ្ងៃទី12ខែឧសភាឆ្នាំ2025ក្រោមវត្តមានចូលរួមពីឯកឧត្តមវ៉ាថនអភិបាលនៃគណៈអភិបាលខេត្តក្រចេះឯកឧត្តមលឹមស៊ីដេនីនរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានបន្តថាបើគ្មានការប្រែប្រួលទេស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះអាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្ននៅកំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនាខែកញ្ញាឆ្នាំ2025ខាងមុខនេះដែលគិតត្រឹមថ្ងៃទី11ខែឧសភាឆ្នាំ2025ស្ពានធំសម្រេចបាន95ក្តកសញ្ញា93%និងគម្រោងទាំងមូលសម្រេចបាន68ក្តកសញ្ញា93%ឯកឧត្តមលឹមស៊ីដេនីនបន្តទៀតថាផ្លូវស្ពានគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងជាអាទិភាពគន្លឹះទី2ក្នុងចំណោមអាទិភាពគន្លឹះទាំង5មនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យានៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដោយក្នុងកិច្ចការអាទិភាពទី2នៃបញ្ចកោណទី2គឺជាការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូននិងក៏ជាគម្រោងយុទ្ធសាស្ត្រមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនងនិងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើតនិងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិចទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសានមកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗនៃបណ្ដាខេត្តដទៃទៀតក្នុងឱកាសនោះដែរក្រោយពីកិច្ចប្រជុំបានធ្វើបទបង្ហាញនិងប្រគល់ឯកសារដែលបានដោះស្រាយផលប៉ះពាល់រួចពីតំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចមកឯកឧត្តមប្រធាននៃអង្គប្រជុំបានណែនាំនិងស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់ការរំលោភកាន់កាប់ដីចំណីផ្លូវខុសច្បាប់ហើយនៅពេលសាងសង់សំណង់ឬការចាក់ដីក្នុងដែនកំណត់ដីចំណីផ្លូវត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរទទួលបន្ទុកផ្លូវថ្នល់និងភាគីពាក់ព័ន្ធឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់